វីដេអូខ្ញុំគឺខុសពីគេគឺខ្ញុំបញ្យល់បកនៃសាច់រឿងទាំងមូលតែម្ដងរៀនភាសាចិនវាប្រៀបបានដូចជាហ្គេមមួយដែលអ្នកទាំងអស់គ្នាកំពុងតែប្រកួតគ្នាខ្ញុំនិយាយបែបនេះចង់សម្ដៅដល់អ្នកដែលគាត់រៀនភាសាចិនកម្រិតដំបូងគឺតតែមាន ping ing ទើបអាចប្រកបឬមួយក៏អាននៅប្រយោគឃ្លាប្រយោគភាសាចិននឹងដាច់តែនៅពេលដែលអ្នកទាំងអស់គ្នាចូលធ្វើការនៅក្នុងក្រុមហ៊ុនចិនមួយឯកសាររបស់ពួកគាត់គឺអត់មាន ping ing ឲ្យអ្នកទាំងអស់គ្នាដើម្បីប្រកបទៀតទេដូចគ្នាទៅនឹងភាសាចិនដែលអ្នកកំពុងរៀនកម្រិត ASK 1 និង 2មាន ping ing ឲ្យអ្នកទាំងអស់គ្នាងាយស្រួលក្នុងការមើលតែចូលដល់កម្រិត ASK 3ឡើងទៅគឺលែងមាន ping ing ឲ្យអ្នកទាំងអស់គ្នាដើម្បីប្រកបទៀតហើយវីដេអូដែលខ្ញុំបកប្រែវាគឺជាវីដេអូបកប្រែនៃសាច់រឿងទាំងមូលនៅលើរឿងភាគក៏គ្មាន ping ing ឲ្យអ្នកទាំងអស់គ្នាប្រកបដែរសូម្បីតែរឿងភាគចិនក៏គេមិនដាក់ ping ing នៅលើវីដេអូឲ្យអ្នកទាំងអស់គ្នាមើលដែរគឺគេគ្រាន់តែបញ្ចូលសំឡេងហេតុផលគឺការកាត់វីដេអូការថតនិងការបញ្ចូលសំឡេងគឺវាចំណាយពេលយ៉ាងច្រើនបើដាក់ ping ing ឬអក្សរឲ្យអ្នកទាំងអស់គ្នាមើលទៀតមិនដឹងថាចប់មួយសាច់រឿងហ្នឹងគឺគាត់ត្រូវចំណាយពេលអស់រយៈពេលយូរប៉ុណ្ណាទេក្រុមហ៊ុនទូរទស្សន៍ស៊ីលុយឡើងឆ្ងាញ់ហីគិតមើលលេងមួយរឿងភាគជាង100ភាគអីមិនគិតមើលទៅហើយបញ្ចូលសលេងផងដាក់ ping ing ផងដាក់អក្សរខ្មែរផងគិតមើលអញ្ចឹងបានគេចំណាយពេលតែត្រឹមកាត់វីដេអូបញ្ចូលសលេងតែប៉ុណ្្នឹងទេចាគឺចំណាយពេលយូរហើយនៅកែអក្ខរាវិរុទ្ធអីទៀតអញ្ចឹងគឺត្រូវទៅសេ skip ហើយបានគេបញ្ចូលសលេងនិយាយតាមនៃសាច់រឿងទាំងមូលបកឲ្យវាត្រូវតាមអត្ថន័យសរុបមកវិញអ្នកដែល comment ចង់ឲ្យនាងខ្ញុំដាក់អក្សរនៅលើវីដេអូណាឬមួយក៏ ping ing នៅលើវីដេអូសូមមេត្តាយល់នៅត្រង់ចំណុចនេះផងគោលបំណងគ្រូចិនគឺគាត់ចង់ឲ្យយើងរៀនចំណាំតួអក្សរព្រោះអីយើងរៀនមិនមែននៅកម្រិតទាបទៀតទេហើយសម្រាប់បងដែលគាត់បង្រៀនឬមួយក៏បញ្យល់ពាក្យទៅអ្នកទាំងអស់គ្នាដោយដាក់ ping ing ឬមួយក៏អក្សរខ្មែរពីខាងលើគឺគ្មានអីពិបាកទេដោយសារអីហេតុផលគឺវីដេអូគាត់ខ្លីហើយពាក្យដែលគាត់បរៀនត្រឹមតែ2 3ពាក្យតែប៉ុណ្្នឹងអញ្ចឹងគ្មានអីពិបាកសម្រាប់គាត់ទេវាមានភាពងាយស្រួលចាអញ្ចឹងកុំឲ្យខាត់ពេលយូរយើងទៅមើលសាច់រឿងរបស់យើងបន្តទៀតថានៅលើសាច់រឿងដែលគេរត់អក្សរចិនពីលើដោយអត់មាន ping ing ហ្នឹងណាតើវាស្ថិតនៅក្នុងកម្រិត HSK ប្រហែលខ្លះអូខេយើងទៅមើលទាំងអស់គ្នា李老板，您听我解释。喂，你老板你听我解释จุดកន្លែងហ្នឹងគឺចង់បានន័យថាលោកតាកែស្ដាប់ខ្ញុំបកស្រាយសិន才用了2天又坏了。ឆាយយងលើ2天又坏了កន្លែងឃ្លានេះបកថាតើបតែប្រើបាន2ថ្ងៃឥឡូវខូចទៀតហើយ先看清楚啥情况。先看清楚啥情况ឃ្លានេះបកថាមើលឲ្យច្បាស់សិនតើបញ្ហាមកពីអី俺有办法了，赶来。哦，អានយកប៉ាំងហ្វាល់កិនអានឡាយឃ្លានេះបកថាខ្ញុំមានដំណោះស្រាយហើយមកតាមខ្ញុំមក就在前面。就在前面ឃ្លានេះបកថាគឺនៅខាងមុខនេះហើយ放心吧，放心吧ឃ្លានេះបកថាទុកចិត្តចោះ今天真倒霉。今天真倒霉ឃ្លានេះបកថាថ្ងៃនេះពិតជាសំណាងអាក្រក់មែន终于见到水了。终于见到水了ឃ្លានេះបកថាចុងក្រោយឬទីបំផុតទទួលបានទឹកហើយ停水通知。停水通知ឃ្លានេះបកថាជូនដំណឹងដាច់ទឹក到底怎么回事？到底怎么回事ឃ្លានេះចង់បានន័យថាតើមានរឿងអីឲ្យប្រកបទៅ怪不得李老板那么着急。怪不得李老板那么着急ឃ្លានេះចង់បានន័យថាអញ្ចឹងតើបានតកែគាត់បញ្ញាប់ហ្មង你别想把木头运出去。你别想把木头运出去ឃ្លានេះបកថាអ្នកឯងឈប់គិតទៅថាចង់ដឹកឈើនេះចេញទៅ原来是你们。原来是你们ឃ្លានេះបានន័យថាតាមពិតគឺជាពួកឯងសោះ还给我做鬼脸，站住！还给我做鬼脸站住ឃ្លានេះមានន័យថានៅតែឌឺខ្ញុំទៀត忍无可忍了。忍无可忍了ឃ្លានេះបានន័យថាទ្រាំលែងបានហើយ他醒了。他醒了ឃ្លានេះមានន័យថាគាត់ភ្ញាក់ហើយ还是被我抢到了。还是被我抢到了ឃ្លានេះបកថានៅតែឲ្យខ្ញុំដណ្ដើមបាន好像是中暑了。好像是中暑了ឃ្លានេះមានន័យថាប្រហែលជាជំងឺឈឺក្បាលប្រកម្មហើយមានន័យថានៅពេលដែលអាកាសធាតុក្តៅខ្លាំងពេកទៅបណ្ដាឲ្យគាត់កើតជំងឺហ្នឹងឈឺក្បាលប្រកម្មហ្នឹងអញ្ចឹង冻成冰块了。冻成冰块了អត្ថន័យខ្មែររឹងជាតកកហើយ我的声音听不出来吗？我的声音听不出来吗មានន័យថាសលេងរបស់ខ្ញុំស្ដាប់មិនដឹងទេឬ今天天热，特批你不用砍树了。今天天热特批你不用砍树了មានន័យថាថ្ងៃនេះមេឃក្តៅ
អញ្ចឹងឯងមិនចាំបាច់ទៅកាត់ឈើទេ 现在城里干货齐全，现在城里干货齐全 មានន័យថាឥឡូវនេះមានការខ្វះខាតតំណែងស្ងួតនៅក្នុងទីក្រុងជាខ្លាំង 否则你这个月的工资否则你这个月的工资បើមិនដូច្នេះទេប្រាក់ខែរបស់អ្នកនៅក្នុងខែនេះ 别失望了。 别希望了នៃខ្មែរកុំសង្ឃឹមអី 老板也太狠心了， lão板也太狠心了អាចបកថាលោកតកែគ្មានចិត្តមេត្តាអីបន្តិចសោះហ្មង 等日头落了再说吧。等日头落了再说吧រងចាំថ្ងៃលិចសិនចាំនិយាយទៀត 用不用这么敬业啊？用不用怎么敬业啊អត្តន័យខ្មែរអ្នកមិនចាំបាច់ឧស្សាហ៍ដល់ថ្នាក់នឹងទេដង 俺们可不想跟你闹来闹去的。俺们可不想跟你闹来闹去的អត្តន័យខ្មែរពួកយើងមិនចង់មានបញ្ហាជាមួយនឹងអ្នកទេ 难道就只是被水冰了一下？难道就这是被水冰了一下ทีนี้អាចបកថាគ្រាន់តែដាក់ទឹកត្រជាក់នៅកន្លែងកកមួយផ្លែត 这可不是普通的水结成了冰，这可不是普通的水结成了冰 អាចបកថានេះមិនមែនជាទឹកធម្មតាដែលគ្រាន់តែដាក់ទៅកកនោះទេ 的超级无敌冰爽的冰棍儿。超级无敌冰爽的冰棍儿ឃ្លានេះអាចបកថាក្រែមនេះវាមានរសជាតិឆ្ងាញ់ខ្លាំងមែនទែន 清新的气息席卷了整个味蕾，清新的气息洗净了整个味蕾ខ្យល់ដង្ហើមស្រស់បំព្រងបានលេបត្របាក់រសជាតិទាំងមូល 一瞬间驱逐了夏日的炎热。一瞬间去中了相日的炎热អាចបកថាបណ្ដេញកម្ដៅរដូវក្ដៅភ្លាមភ្លាម 既然你们都觉得这东西确实很解暑，既然你们都觉得这东西确实很解暑ព្រោះអ្នកទាំងអស់គ្នាគិតថារឿងនេះគឺល្អសម្រាប់ការធ្វើឲ្យវាត្រជាក់ 那我们就成交了。那我们就成交了គឺនេះអាចបកថាអញ្ចឹងពួកយើងមានកិច្ចប្រឹងប្រែងមួយ 很快就能弄到一大包。很快就能弄到一大包តែមួយផ្លែទេគឺអាចប្រមូលបានមួយកញ្ចប់ធំមក 这么多动物还要等多久啊？这么多动物还有等多久啊វងសត្វច្រើនយ៉ាងនេះតើត្រូវចាំយូរប៉ុណ្ណាទៀតទៅ 热也不要急成这样吧。热也不要急成这样啊ទោះជាក្តៅក៏មិនចាំបាច់ប្រញាប់យ៉ាងនេះដែរ 急也不要插队嘛。急也不要插队嘛ប្រញាប់មិនចាំបាច់តម្រង់ជួរទេឬ 我不是怕轮到我就没有了吗？我不是怕轮到我就没有了嘛គឺនេះអាចបកថាក៏ព្រោះតែខ្ញុំខ្លាចតម្រាំទៅដល់វេនខ្ញុំនឹងគឺវាអស់បាត់ទៅហើយ 看来李老板的任务我今天就能完成。看来李老板的任务我今天就能完成គឺនេះអាចបកថាមើលទៅកិច្ចការរបស់ថៅកែថ្ងៃនេះខ្ញុំនឹងធ្វើវាបានសម្រេច 应该能交差了吧？应该能交差了吧វាគួរតែសម្រេចហើយ 有了干货就有一大笔奖金，有了干货就有一大笔奖金មានតំណែងស្ងួតក៏មានលុយរង្វាន់ធំដែរ 电费这点毛毛雨算什么呀？电费这点毛毛鱼算什么呀ត្រឹមតែថ្លៃភ្លើងកាក់សេនសោះហ្នឹងទៅខ្វល់អី 别急都有份儿。别急多有份បានន័យថាមិនបាច់បញ្ញាប់ទេគ្រប់គ្នាសុទ្ធតែមានចំណែក 当然可以，当然可以ប្រកាសជាបាន 我强哥说话算话。我强哥说话算话 មានន័យថាខ្ញុំជាមនុស្សនិយាយម៉ាត់ណាម៉ាត់នឹងសម្រាប់បងប្អូនឬមកក៏បងដែលមានបំណងចង់ពង្រឹងភាសាចិនសម្រាប់អ្នកចេះហើយបច្ចុប្បន្នសាលាកំពុងតែបើកវគ្គថ្មីទាំងថ្នាក់បង្រៀនផ្ទាល់និងតាមអនឡាញគឺយើងមានកម្រិត ASK ពីកម្រិត1រហូតដល់កម្រិត6ហើយសម្រាប់វគ្គសិក្សាគឺកម្រិត1ដល់កម្រិត3 1ម៉ោងគឺ$2ហើយសម្រាប់កម្រិត HSK ពីកម្រិត4រហូតដល់កម្រិត6 1ម៉ោង$3សម្រាប់វគ្គសិក្សាហ្នឹងគឺយើងមានចាប់ពីម៉ោង4ទៅម៉ោង5រសៀលហើយរហូតដល់ម៉ោង9និងម៉ោង10យប់រៀនមួយថ្ងៃ1ម៉ោងពីថ្ងៃច័ន្ទដល់ថ្ងៃศุក្រសម្រាប់អ្នកដែលគាត់មានបំណងចង់ដាក់ពាក្យឬមួយសាកសួរព័ត៌មានលម្អិតសូមធ្វើការតាក់ទងមកតាម Telegram របស់ admin ផ្ទាល់គឺ087 462 337និងមួយខ្សែទៀតផ្នែកតបឆាតផ្ទាល់តែម្ដងគាត់នឹងអាចធ្វើការឆ្លើយតបទៅកាន់បងប្អូនបានលឿនពីម៉ោង8ព្រឹករហូតដល់ម៉ោង5ល្ងាចនៃម៉ោងធ្វើការគឺតាមរយៈ Telegram ដែលមានលេខទូរស័ព្ទ097 95 75 618ហើយបងប្អូនដែលចូលមកថ្មីកុំភ្លេចជួយ follow ម្នាក់មួយដើម្បីទទួលបាននៅវីដេអូបកប្រែថ្មីមុនគេបើសិនជាពេញចិត្តនៅវីដេអូនេះកុំភ្លេចចុចបេះដូងមួយផងបើគិតថាវីដេអូនេះមានប្រយោជន៍កុំភ្លេចជួយ share ម្នាក់មួយផងណាអូខេបាយបាយ